សួស្តីបងប្អូនទាំងអស់គ្នានៅវេលាថ្មីនេះផងដែរខ្ញុំបានមកលេខចំការរបស់ខ្ញុំបងប្អូនហើយវាលនេះគឺជាវាលស្រែរបស់ខ្ញុំបងប្អូនសម្រាប់ចំការនិងស្រែរបស់ខ្ញុំគឺនៅជាប់គ្នាតែម្ដងបងប្អូនបានឃើញថាទេសភាពនៅវេលាថ្មីនេះគឺនៅពេលល្ងាចឃើញថាស្រស់ស្អាតខ្លាំងមែនទែនបងប្អូនត្រូវជាមួយនឹងរដូវខែ2នេះបងប្អូនបាទសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី22ត្រូវនឹងថ្ងៃអាទិត្យបងប្អូនបាទហើយនេះជាទិដ្ឋភាពវាលស្រែបាទនេះបងប្អូនបាទហើយដើមនេះគឺជាដើមព្រីងបងប្អូនបាទព្រីងនេះគឺអត់ទាន់ផ្លែទេប៉ុន្តែលាស់ស្លឹកហើយបងប្អូនអើយបាទហើយនេះខ្ញុំជិះម៉ូតូមកលេងជាមួយមិត្តភ័ក្តិបាទហើយខ្នោះវាលស្រែបងប្អូនបាទដីរបស់ខ្ញុំគឺมันជាធំប្រហែលទេបងប្អូនបាទគិតទៅប្រហែលជា4-5 ហាត់ដែរបងប្អូនបាទហើយខាងនេះគឺជាចំការបងប្អូនចំការចន្ទីប៉ុន្តែខ្ញុំអត់ដែលបានបេះទេបេះតែប្អូនទេបងប្អូនហើយចន្ទីគឺអត់សូវផ្លែប្រហែលទេបងប្អូនបាទនេះបងប្អូនសម្រាប់ទីនេះគឺជាស្រះរបស់ខ្ញុំបងប្អូនបាទស្រះហើយស្រះហ្នឹងគឺមានចិញ្ចឹមត្រីបងប្អូនបាទទៅទៀតខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលត្រីចិញ្ចឹមរបស់ខ្ញុំបងប្អូនបាទហើយចំការរបស់ខ្ញុំគឺមានដាំដូងបងប្អូនគឺដូងទឿបងប្អូនប៉ុន្តែអត់សូវល្អទេបងប្អូនអើយដោយសារតែខ្ញុំអត់ដែលបានមកមើលថែបងប្អូនដាំចោលអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនាកម្សាន្តទិដ្ឋភាពរៀងចិត្តណាបងប្អូនបាទនៅចំការរបស់ខ្ញុំមានដាំទៀបដាំដើមព្រីងដាំដើមដូងអញ្ចឹងណាបងប្អូនបាទបាទឥឡូវខ្ញុំកំពុងតែមើលហើយដាំបាច់ចំណីឲ្យត្រីទៅបាច់ទៅអត់អីទេបាច់អស់តែម្ដងទៅបាទនេះដាំកំពុងតែបាច់ចំណីឲ្យត្រីបងប្អូនបាទនេះបងប្អូនសម្រាប់ត្រីខ្ញុំចិញ្ចឹមហ្នឹងគឺអត់សូវស្តាំងប្រហែលទេបងប្អូនគឺរៀងភ្លៀងខ្លាំងមែនតើដោយសារតែត្រីខានឲ្យចំណីយូរអញ្ចឹងណាបងប្អូនបាទអត់ដូចការពីលើកមុនត្រីធ្លាប់ឲ្យចំណីទៅឲ្យតែបោះចំណីវាមកហើយប៉ុន្តែដល់ពេលនេះឲ្យតែឲ្យចំណីវាអត់សូវមកអញ្ចឹងណាបងប្អូនគឺវាលឺសំឡេងមនុស្សទៅវាខ្លាចមនុស្សប៉ុន្តែត្រីនៅទីនេះច្រើនខ្លាំងមែនតើបងប្អូនត្រីធំៗណាប៉ុន្តែវាអត់បង្ហាញខ្លួនឃើញថាច្រើនណាបងប្អូនទាំងតូចទាំងធំបាទហើយមានឈូកបងប្អូនបាទនេះជាទិដ្ឋភាពឃើញថាដូងអត់សូវល្អប្រហែលទេបងប្អូនអើយដោយសារតែអត់សូវបានដាក់ជីបាទនេះទិដ្ឋភាពបាទហើយនោះត្រីបងប្អូននោះត្រីឃើញស្ងឹមដោយសារវាឮសំឡេងមនុស្សទៅវាខ្លាចមនុស្សអញ្ចឹងបងប្អូននេះដាំកំពុងតែឲ្យចំណីត្រីឥឡូវយើងចាំមើលទាំងអស់គ្នាស៊ីអត់បាច់អត់ការពុតត្រីនៅទីនេះធំៗបងប្អូនអើយប៉ុន្តែខានឲ្យចំណីយូរទៅវាខ្លាចមនុស្សអញ្ចឹងណាបងប្អូននោះត្រីធំៗវាចាប់ផ្ដើមមកស៊ីនោះអូផុសច្រើនណាបងប្អូន
បើឲ្យចំណីរាល់ថ្ងៃត្រីនេះចាប់ដើមសាំងឡើងវិញហើយយើងអាចនៅចិត្តវាបានប៉ុន្តែដល់ពេលត្រីអត់ដែលឲ្យចំណីទៅវាអត់សូវហ៊ានមកចិត្តមនុស្សទេវាគ្រាន់តែឮសំឡេងមនុស្សទៅវាខ្លាចវាចូលដូចថាលក្ខណៈត្រីធម្មជាតិវិញអញ្ចឹងណាបងប្អូននេះដាំបងប្អូនយើងចាំមើលទាំងអស់គ្នាអូធំៗមកបងប្អូនបើវាអត់ខ្លាចមនុស្សវាស៊ីបុកទឹកអញ្ចឹងណាបងប្អូនប៉ុន្តែដល់ពេលវាខ្លាចមនុស្សទៅវាអត់ដូចមុនអញ្ចឹងមានសមានខ្មៅហើយធំៗណាត្រីនេះហើយត្រីនៅទីនេះគឺចិញ្ចឹមលក្ខណៈធម្មជាតិដែរបងប្អូនគឺអត់មានបាំងសំណាញ់អីទេបានគឺចិញ្ចឹមទៅតាមធម្មជាតិរបស់វាហ្នឹងហើយវាចង់ចុះទៅតាមអូតាមស្ទឹងក៏ជារឿងរបស់វាអញ្ចឹងណាគឺអត់មានការខាំងអីទេប៉ុន្តែត្រីនេះគឺអត់ទៅណាទេបងប្អូននេះគឺចិញ្ចឹមតាណាគឺនៅទៅនឹងតែម្ដងប៉ុន្តែបើតាមមើលទៅវាចុះខ្លះនឹងឯងបងប្អូនប៉ុន្តែត្រីខ្លះក៏ចុះត្រីខ្លះក៏មិនចុះអញ្ចឹងណាបងប្អូនព្រោះយើងចិញ្ចឹមទុកអញ្ចឹងវាអត់នៅមួយកន្លែងទេខ្លះក៏ចុះខ្លះក៏អត់អញ្ចឹងទៅប៉ុន្តែយើងចិញ្ចឹមតាមធម្មជាតិនេះឥឡូវវាចាប់ផ្ដើមមកស៊ីបងប្អូននេះវាចាប់ផ្ដើមមកស៊ាំជាមួយមនុស្សហើយវាចាប់ផ្ដើមបង្ហាញឲ្យមនុស្សឃើញហើយស្រាដាំហ្នឹងចាប់ផ្ដើមចេញមកស៊ីបងប្អូនអើយបាទចឹងខ្ញុំចាប់ទស្សនវិជ្ជាឲ្យបងប្អូនទាំងអស់គ្នាទស្សនាកំសាន្តបាទនេះទស្សនវិជ្ជាបាទទស្សនវិជ្ជាចំការបងប្អូនហើយឆ្នាំនេះចន្ទីអត់ផ្កាទេបងប្អូនអើយចន្ទីបាទមានអបងបាទហើយខាងនោះគឺជាផ្ទះរបស់ប្អូនខ្ញុំបាទនេះចាប់ផ្ដើមមកស៊ីបងប្អូនអើយបាទវាចាប់ផ្ដើមស្គាល់មនុស្សចាប់ផ្ដើមមកស៊ីបើបានអោយរាល់ថ្ងៃគឺវាអត់ខ្លាចមនុស្សទេដូចត្រីធ្លាប់អោយចំណីអញ្ចឹងណាបងប្អូនបាទហើយនេះទស្សនវិជ្ជាថ្ងៃលិចបងប្អូនឃើញថាស្រស់ស្អាតណាបាទនេះវាស្រែរបស់ខ្ញុំបាទបាទនេះបងប្អូនអាចទស្សនាកំសាន្តបានហើយផលិតនេះគឺដោះអត់ច្រើនទេបងប្អូនបាទផលិតហើយការផលិតមុនគឺមានសារាយច្រើនណាបងប្អូននៅនេះប៉ុន្តែដោយសារតែត្រីអត់ចំណីទៅវាចាប់ផ្ដើមស៊ីសារាយហើយយើងអត់ដែលឲ្យចំណីអញ្ចឹងណាយើងឲ្យវារស់តាមធម្មជាតិរបស់វាអញ្ចឹងណាបងប្អូនបាទត្រីធំៗបងប្អូនអើយត្រី
គេលក់កូនត្រីហ៎កំងគេអត់ដឹងណានេះបងប្អូនអូធំបងប្អូនអូត្រីនិយាយរួមទៅប្រប៉ិនពីបាតដៃធំហ៎ប៉ុន្តែដោយសារតែខ្ញុំដែលអត់ដែលឲ្យចំណៃបងប្អូនបើឲ្យចំណៃមកចិត្តមនុស្សបើនិយាយរួមទៅគឺស្ទើរតែនឹងមកខំដៃមនុស្សអញ្ចឹងណាបងប្អូនប៉ុន្តែដល់ពេលអត់ដែលឲ្យចំណៃទៅខ្លាចមនុស្សអញ្ចឹងមិនថាអ្វីក៏ដោយបើសិនជាយើងអត់បន្ស៊ាំទេគឺអត់ស៊ាំទេបងប្អូននេះទេសភាពស្រស់ស្អាតដែរបងប្អូនអើយហ្នឹងហើយបងប្អូនឃើញថាយើងត្រឡប់ទៅវិញហើយបងប្អូនបាទចាំមើលថ្ងៃណាមួយខ្ញុំទំនេរខ្ញុំមកយកល្បះបងប្អូនគឺត្រួសត្រាយតាមដងស្រះហ្នឹងបាទនេះបងប្អូនឥឡូវខ្ញុំទៅថតទេសភាពថ្ងៃលិចបន្តិចបងប្អូនបាទនេះបងប្អូនគឺឃើញថាថ្ងៃលិចរៀងសងំថ្ងៃកងព្រៃបងប្អូនបាទនៅរដូវខែនេះគឺខ្ញុំមានអារម្មណ៍ថាស្រណោះខ្លាំងមែនទែនបងប្អូននៅខែនេះណាបាទបងនៅពេលល្ងាចស្រះនេះធំខ្លាំងមែនទែនបងប្អូនអើយស្រះនេះប្រវែងប្រហែលជាជិត20 ម៉ែត្រដែរប្រវែងបាទហើយទៅតឹងប្រហែលជាចូល10 ម៉ែត្រជាងបងប្អូនបាទហើយខាងនោះគឺជាកន្លែងដែលខ្ញុំឲ្យចំណីត្រីបងប្អូនបាទនេះបងប្អូនធំត្រីបលេកបាទហ្នឹងបងប្អូនហើយខាងនោះគឺជាដីរបស់បងខ្ញុំបងប្អូនបាទកាលពីលើមុនគាត់ដាំដលងប៉ុន្តែឆ្នាំនេះអត់បានដាំដលងទេគឺដាក់ស្រូវបាទហ្នឹងហើយបងប្អូនបាទហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេចែកជូនដល់បងប្អូនទាំងអស់គ្នាទស្សនាកំសាន្តបាទហើយខ្ញុំនឹងជួបគ្នានៅពេលក្រោយទៀតបាទចឹងអរគុណច្រើនបងប្អូនបាទទេសភាពស្អាតណាស់បងប្អូនហើយនៅរដូវខែ2នេះនៅថ្ងៃនេះគឺជាថ្ងៃទី22បាទឃើញថាអាកាសធាតុរបស់យើងគឺចាប់ផ្ដើមក្តៅហើយហួតហែងម្ដងតិចម្ដងតិចហើយបាទទៀតយើងចូលខែ3ហើយខែ3គឺក្តៅខ្លាំងជាងនេះណាបងប្អូនបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ